បាទសួស្តីបងប្អូនអតិថិជនរបស់ EV 107ទាំងអស់បាទថ្ងៃនេះខ្ញុំសូមណែនាំពីរបៀប download app ហើយនឹងប្រើប្រាស់ app បងប្អូនចំពោះ app នេះគឺស្រួលប្រើមែនទែនបាទហើយចំពោះគ្រប់ទីតាំងទាំងអស់របស់ EV 108គឺមានការណែនាំនៅជំហានខាងនេះគឺគ្រប់ទីតាំងទាំងអស់បាទហើយចំពោះ app នៅក្នុងហ្នឹងគឺមានច្រើនបងប្អូនគឺមានការណែនាំបែបនេះបាទមានការណែនាំបែបហ្នឹងបាទហើយនេះគឺសម្រាប់ Android បាទហើយមួយនេះគឺសម្រាប់ iOS iPhone បាទហើយបើសិនជាទូរស័ព្ទបងប្អូនខ្សោយសេវានេះបងប្អូន scan ទីនេះមក free សេវា Wi-Fi ហើយនេះគឺសម្រាប់ពេលដែលបងប្អូន download ឬមួយក៏មានបញ្ហាអីឆ្ងល់បងប្អូនអាចតាក់ទងទៅតាម Telegram មួយនេះ scan មកគឺចេញតែម្ដងឬលេខទូរស័ព្ទបាទហើយខ្ញុំថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀប scan តែម្ដងមិនបាច់ search ក៏បានដែរបងប្អូន scan បាទអញ្ចឹងបងប្អូនអូសពីលើចុះមកក្រោមមកបាទអូសពីលើចុះមកក្រោមអញ្ចឹងមកបងប្អូននឹងឃើញពាក្យ scan លើរបស់ខ្ញុំ iPhone អញ្ចឹងខ្ញុំ scan លើ iPhone មកបាទហើយរួចជាស្រេចបាទខ្ញុំចេញមកបាទហើយយើងចុច download មកបាទពេលយើង download បានហើយបងប្អូនត្រូវ open បាទ open ចឹងហើយបងប្អូនមើលទៅចាប់ផ្ដើមបន្តមកទៀតគឺបន្ទាប់ហើយចាប់ផ្ដើមបាទហើយបន្តមកទៀតបងប្អូននឹងឃើញ Telegram នេះ Telegram បងប្អូនចុចលើ Telegram មកបន្ទាប់បាទហើយបងប្អូនរកពាក្យ yes បាទហើយ open yes គឺវានឹងចូលដល់ទីតាំងតែម្ដងហើយបន្តមកទៀតធម្មតាពេលដែលយើង download ថ្មីមកគឺអត់មានលុយទេឥឡូវនេះបងប្អូនត្រូវបញ្ចូលលុយឧទាហរណ៍ថាសិនជាយើង download ថ្មីមកគឺអត់មានលុយទេបងប្អូនចូលក្នុងបញ្ចូលទឹកប្រាក់បាទហើយបន្តមកទៀតខងគុណឃើញគឺមាននៅក្នុងហ្នឹងគឺមាន 80000 40000 80000 100,000ឥឡូវយើងចង់បញ្ចូល 40000 យើងចុចទៅលើ 40000 មកបន្តមកទៀតយកពាក្យបន្ថែមបាទហើយនឹងវារត់ចូលធនាគារដោយអូតូបាទចាំតិចបាទអូខេរួចរាល់បាទអញ្ចឹងយើងមើលនៅក្នុង balance របស់យើងត្រឡប់រួចរាល់យើងត្រឡប់មកក្រោយមកនេះយើងមានលុយក្នុងហ្នឹងថែម 40000 ទៀតបាទចាំតិចយើងត្រឡប់មកក្រោយវិញមកមិនបាច់រងចាំទេត្រឡប់មកក្រោយតែម្ដងបាទហើយបន្តមកទៀតថយមើលមកអញ្ចឹងលុយយើងនៅក្នុងនេះគឺមាន 44000 ឥឡូវយើងចាប់ផ្ដើម scan សាកបងប្អូនយកពាក្យ scan បាទបន្តមកទៀតនេះបងប្អូនឃើញទេ scan ដើម្បីសាកឥឡូវនេះខ្ញុំដោតលុយសិនបាទបាទខ្ញុំចាប់ផ្ដើមដោតសាកហើយឥឡូវនេះខ្ញុំចាប់ផ្ដើម scan សាក scan ដើម្បីសាកបាទជើងបងប្អូនមើលដៃខ្លួនឯងផងណា GPT អញ្ចឹងយើង scan នៅលើ GPT មកនេះ alone បាទចាប់ផ្ដើមសាកបាទបងហើយបងប្អូនរងចាំបន្តិចវានឹងដំណើរការហើយនេះយើងចូលទៅមើលក្នុងនេះរបស់យើងបាទអញ្ចឹងទូចាប់ផ្ដើមដំណើរការហើយបាទគឺងាយមែនទែនបងប្អូនចំពោះការប្រើប្រាស់ចំពោះការ connect ជាមួយនឹង app គឺស្រួលមែនទែនបាទអញ្ចឹងយើងមើលក្នុង view ក្នុងរបស់យើងមកបាទវាកំពុងចាប់ផ្ដើមបាទអញ្ចឹងថ្មរបស់ខ្ញុំនេះគឺមាននៅសល់ 78% បាទយើងចាប់ផ្ដើមសាកចូលហើយបាទអូខេអរគុណច្រើនវាតែប៉ុណ្្នឹងទេបងប្អូន